ប្រកបណាស់នប៊ីសល្លឡោះអាឡៃវ៉ាសាឡាមបានមានប្រសាសន៍ថាពួកអ្នកនឹងត្រូវគ្រប់គ្រងដោយមេដឹកនាំជាច្រើនដែលទង្វើរបស់ពួកគេមួយចំនួនពួកអ្នកយល់ស្របហើយទង្វើរបស់ពួកគេមួយចំនួនទៀតពួកអ្នកមិនយល់ស្របព្រោះខុសនឹងច្បាប់ដូច្នេះបុគ្គលណាមិនពេញចិត្តចំពោះទង្វើខុសច្បាប់នោះគេប្រកាសជាមានសុវត្ថិភាពហើយបុគ្គលណាហាមឃាត់ទង្វើខុសច្បាប់នោះគេប្រកាសជាមានសុវត្ថិភាពប៉ុន្តែអ្នកដែលពេញចិត្តនឹងធ្វើតាមនឹងមានបាបកម្មពួកគេបានសួរថាអោរ៉ាស៊ូលឡោះតើពួកយើងមិនធ្វើសង្គ្រាមប្រឆាំងនឹងពួកនោះទេឬលោកបានឆ្លើយថាទេដរាបណាពួកគេនៅប្រតិបត្តិសាឡាតអត្ថន័យរបស់វាគឺបុគ្គលណាមិនពេញចិត្តហើយគ្មានលទ្ធភាពអាចហាមឃាត់បានដោយដៃឬអណ្ដាតរបស់គាត់នឹងមានសុវត្ថិភាពពីបាបកម្មនេះហើយចាត់ទុកថាបានបំពេញកាតព្វកិច្ចរបស់គាត់បុគ្គលណាហាមឃាត់ពីទង្វើបាបកម្មនេះតាមលទ្ធភាពរបស់គាត់នឹងមានសុវត្ថិភាពពីបាបកម្មនេះបុគ្គលណាពេញចិត្តនឹងទង្វើរបស់ពួកគេហើយធ្វើតាមពួកគេបុគ្គលនោះគឺជាអ្នកប្រតិបត្តិនៅបាបកម្ម